ទោះស្រង់បានក៏យើងគ្មានសាំងឯណាត្រឡប់ទៅវិញដែរប៊ីនជឺជាខ្ញុំលើកចុងក្រោយនេះទៅបើឈ្នះយើងនឹងមានអ្វីគ្រប់យ៉ាងតែបើចាញ់យ៉ាងច្រើនគ្រាន់តែញាប់ខ្លាយជាចំណីត្រីជុំគ្នានៅទីនេះតែម្ដងទៅបងហាំងតាក់បាត់ហើយត្រង់ជាប់នឹងថ្មបាត់ហើយបងមិនមែនតាក់បាត់ទេគឺមកពីរបស់ខាងក្នុងវាធ្ងន់ពេកតើបងហាំងលើកនេះយើងមានបានធំហើយបងមែនហើយយើងភ្នាល់ឈ្នះហើយមានហើយវើយចុះទំនិញលេខ1ច្រើនដល់ថ្នាក់នឹងតើយើងលក់វាចេញដោយរបៀបណាទៅបើត្រឡប់ទៅភូមិវិញ Chandelier ច្បាស់ជាមិនព្រមលេងដៃញីឡើយពួកយើងទៅក្រុងដងហេវិញបងហែងចុះទូកកញ្ចាស់យើងនេះអាចទ្រាំទ្រទៅដល់ទេបងបានបោះលុបបង្កងដែលនៅសល់ចោលឲ្យអស់ទៅយើងនឹងទៅក្រុងដងហេថៅកែយកបង្កងអូស្ត្រាលីអត់របស់ធម្មជាតិសុទ្ធសាធទើបតែស្រង់ចេញ800ក្នុងមួយជញ្ជីងថៅកែរបស់ខ្ញុំនេះទម្ងន់លើពី3ជញ្ជីងឯណោះជាប្រភេទធំពិសេសមើលរូបរាងវាចុះនៅរស់រវើកល្អណាស់800ចង់លក់ក៏លក់មិនលក់ប្អូនប្រុសបង្កងអូស្ត្រាលីរបស់ប្អូនអាចឲ្យបងមើលបន្តិចបានទេរបស់ធម្មជាតិក្នុងសមុទ្រជ្រៅទើបតែចាប់បានមិនដល់2ថ្ងៃផងរបស់ល្អណាស់បងគឺជាមេចុងភៅនៅភោជនីយដ្ឋានហងយិននៅក្បែរនេះឯងបង្កងរបស់ប្អូននេះគុណភាពពិតជាលេខ1មែនយកអញចេះទៅ1200ជញ្ជីងអ្នកមានប៉ុន្មានខ្ញុំយកទាំងអស់ខ្ញុំឲ្យ1300ប្អូនប្រុសកុំខាត់ពេកអីខ្ញុំយកទាំងអស់ហ្នឹងល្អណាស់មេចុងភៅចាងអញ្ជើញមកមើលទំនិញនៅលើទូកជាមួយខ្ញុំពីងជឺនេះគឺមេចុងភៅចាងមកពីភោជនីយដ្ឋានហងយុនគាត់មកទទួលទិញទំនិញរបស់ពួកយើងច្រើនម្លេះសុទ្ធតែខ្នាតនឹងទាំងអស់មែនទេព្រះឲ្យប្អូនប្រុសពួកឯងទៅប្លន់សម្បុកស្ដេចណាគង់មែនទេចាំបន្តិចខ្ញុំហៅគេមកលើកឥឡូវនេះអាឡូហៅគ្នាយើង2-3នាក់មកនេះមើល2000ជញ្ជីងនិង4ដំឡឹងអូពេលគីឡូ1ខាតសរុបទាំងអស់213,000យួនប្អូនប្រុសឲ្យលេខគណនីមកបងមកចាំបងវេលលុយឲ្យលើហ្នឹងអូវ៉ាអាឡូបងហាំងរឿងធំហើយមិនដឹងជាអាចិនដឹកគឿនវាដំណឹងពីណាមកថាបងឯងរកស៊ីមានបានទេឥឡូវវាកំពុងនាំគ្នាមកស្ទាក់នៅកំពង់ផែភូមិយើងហើយវាថាលើកក្រោយបងឯងត្រឡប់មកវិញវានឹងទុកទាំងមនុស្សទាំងទុកនៅទីហ្នឹងតែម្ដងបងហាំងចុះពួកយើងគួរធ្វើម៉េចទៅមិនអាចមិនត្រឡប់ទៅវិញរហូតទេមែនទេត្រឡប់ទៅវិញអីឲ្យត្រឡប់ទៅក្នុងស្រះតូចមួយហ្នឹងដើម្បីឲ្យវាជន់ឈ្លីទៀតមែនទេប៊ីនចាប់ពីថ្ងៃនេះទៅពួកយើងមិនត្រឡប់ទៅវិញទៀតទេទីនេះហើយជាចំណុចចាប់ផ្ដើមថ្មីរបស់ពួកយើងមេចុងភៅចាងខ្ញុំចង់ពិភាក្សាជាមួយលោកពីរឿងសហការគ្នារយៈពេលវែងសហការរយៈពេលវែងតើចង់សហការគ្នារបៀបម៉េចទៅថ្ងៃមុខគ្រឿងសមុទ្រលេខ1ដែលខ្ញុំរកបានគឺគត់គង់ឲ្យតែភោជនីយដ្ឋានហងយុនរបស់លោកតែមួយគត់ខ្ញុំសង្ឃឹមថាអាចក្លាយជាដៃគូសហការផ្ដាច់មុខរបស់លោកនៅក្នុងក្រុងតុងហៃនេះផ្ដាច់មុខមែនទេនាងតូចចិនចំណងរបស់នាងមិនតូចទេណាតើខ្ញុំមានអីជាសំអាងខ្ញុំជឿជាក់ថាអ្នកអាចផ្គត់ផ្គង់ទំនិញដែលមានគុណភាពបែបនេះឲ្យខ្ញុំបានរហូតគឺដោយសារតែខ្ញុំហ៊ានទៅសមុទ្រដែលអ្នកផ្សេងមិនហ៊ានទៅហើយអាចរកបានទំនិញដែលអ្នកផ្សេងរកមិនបាននឹងណាអូហូអាប្អូនមានបានធំហើយមិនដែរចង់មកដណ្ដើមឆ្នាំងបាយនៅក្រុងតុងហៃនឹងតើបានចូលសំពះម្ចាស់ទឹកម្ចាស់ដីនៅទីនេះហើយឬនៅអាប្អូនអញថ្លើមធំមិនធម្មតាទេណាដែលហ៊ានមកដណ្ដើមមួយរបស់អញដល់ទីនេះលោកមេចុងភៅចាងមើលចុះរឿងរ៉ាវវារត់មកគោរកាយដល់ទីនេះបាត់ទៅហើយបើគ្មានដៃគូសហការដែលរឹងមាំទេខ្ញុំច្បាស់ជាពិបាករស់នៅទីនេះមិនខានពិតណាស់បើសហការជាមួយខ្ញុំលោកក៏ប្រហែលជាត្រូវប្រឈមមុខនឹងរឿងរ៉ាវរំខានបន្តិចបន្តួចបែបនេះដែរអញកំពុងនិយាយជាមួយអញណាថ្លង់មែនទេបងបាវនេះជាមិត្តភក្តិរបស់ខ្ញុំទេថ្ងៃនេះសូមជួយយកដល់មុខខ្ញុំផងមុខមាត់របស់លោកមេចុងភៅចាងខ្ញុំច្បាស់ជាត្រូវផ្ដល់ឲ្យហើយប៉ុន្តែអាប្អូនអញសូមរំលឹកឯងមួយម៉ាត់នៅកំពង់ផែតុងហៃនេះទោះឯងមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយក៏ត្រូវតែគោរពច្បាប់ទម្លាប់នៅលើដីនេះដែរ
អញយល់ឲ្យច្បាស់ទៅល្អជាង